សិទ្ធិនារីអន្តរជាតិសូមគោរពនិងជម្រាបសួរដល់អស់លោកអ្នកជាទីស្រឡាញ់ជាពិសេសគឺស្ត្រីគ្រប់រូបទាំងអស់គ្នាជាទីគោរពនៅពេលនេះវេលានេះក្នុងនាមខ្ញុំជានារីនិងជាកូនតំណាងឲ្យកូនគ្រប់រូបខ្ញុំមានសារមួយដែលចង់ចែករំលែកទៅកាន់ស្ត្រីនិងទៅកាន់អ្នកម្ដាយផងដែរម៉ាក់ជា idol របស់ខ្ញុំម៉ាក់ពិតជាអស្ចារ្យណាស់ខ្ញុំមានមោទនភាពណាស់ដែលបានកើតជាកូនរបស់ម៉ាក់បានតស៊ូនិងឆ្លងកាត់រឿងជាច្រើនកន្លងមកទាំងដែលរឿងខ្លះក៏មិនបានដឹងតែម៉ាក់នៅតែញញឹមហើយស្នាមញញឹមនោះវាគ្រប់គ្រាន់ណាស់សម្រាប់កូនម៉ាក់ជាស្ត្រីដ៏អស្ចារ្យម្នាក់ម៉ាក់ជាគ្រូបង្រៀននិងជាមេគ្រួសារនិងជាអ្នកម្ដាយដ៏គំរូម្នាក់ម៉ាក់ជាគ្រប់យ៉ាងរបស់កូនតែសម្រាប់កូនមួយចំនួនពិតជាសោកសៅណាស់ដែលមិនមានវត្តមានរបស់ម៉ាក់នៅជាមួយតែទោះបីជាយ៉ាងណាក៏អរគុណអ្នកម៉ាក់ដែលឲ្យកូនបានមើលឃើញពិភពលោកមួយនេះថ្ងៃទី8ខែមិនិនាជាថ្ងៃសិទ្ធិនារីអន្តរជាតិប៉ុន្តែនារីមិនមែនស្រាប់តែមួយថ្ងៃនោះទេគឺសម្រាប់អនាគតនៃពិភពលោកនារីគឺជាមាតានៃពិភពលោកហើយជាដៃគូដ៏ល្អសម្រាប់បុរសដែលនាំឲ្យពិភពលោកនេះមានភាពស្រស់បំព្រងសម្រាប់នារីមួយចំនួនត្រូវបានគេរើសអើងដោយសារតែភេទឬ gender មានមនុស្សជាច្រើននៅតែមានផ្នត់គំនិតមកកាន់ស្ត្រីដែលគិតថានារីមិនអាចធ្វើអ្វីបានច្រើននោះទេក្រៅពីនៅផ្ទះបោកខោអាវមើលកូនគ្រាន់តែបង្កើតកូនដាំបាយលាងចានប៉ុណ្ណឹងការមិនឲ្យតម្លៃលើការងាររបស់ស្ត្រីទៅលើការងារផ្ទះមួយចំនួនវាជាផ្នត់គំនិតដែលចាក់ឫសយ៉ាងជ្រៅដែលសង្គមមួយចំនួនបានមើលរំលងហើយផ្នត់គំនិតខ្លះក៏លើកឡើងថានារីមិនគួរណារៀនខ្ពស់ពេកទេនារីគ្រប់អាយុគួរតែរៀបការហើយបង្កើតកូនឲ្យគ្រួសារទៅបានហើយមិនចាំបាច់ស្គាល់សង្គមអ្វីទេទោះបីជារៀនបានច្រើនយ៉ាងណាក៏ដោយក៏នៅតែជាប្រពន្ធរបស់គេដដែលនេះជារបៀបគិតក្នុងសង្គមគ្រួសារឬផ្នត់គំនិតមួយចំនួនដែលបានយល់ថាស្ត្រីគឺជាភេទទន់ខ្សោយណាស់ធ្វើអ្វីមិនបានច្រើនទេស្ត្រីគឺទន់ខ្សោយមួយប្រយោគនេះបានឮពីមួយចំនួនទៅមួយចំនួនតគ្នាក្នុងន័យដែលបន្ទាបនៅភាពសំខាន់របស់ស្ត្រីនៅក្នុងសង្គមដែលបានរាំងស្ទះនៅកិច្ចការសំខាន់ដែលនារីចង់សម្រេចនឹងធ្វើសម្រាប់អនាគតរបស់ពួកគេការមិនលើកទឹកចិត្តនិងផ្ដល់តម្លៃចំពោះស្ត្រីបានធ្វើឲ្យនារីបាត់ភាពក្លាហាននិងលែងហ៊ានបញ្ចេញមតិយោបល់មិនហ៊ានងើបប្រឆាំងចំពោះភាពអវិជ្ជមានក្នុងនាមជាស្ត្រីខ្ញុំដឹងថាវាពិតជាមិនសប្បាយចិត្តទេក្នុងរឿងនេះហើយចង់រកដំណោះស្រាយដើម្បីបង្កើតភាពខ្លាំងរបស់ខ្លួនឲ្យអ្នកផ្សេងបានឃើញពីអ្វីដែលខ្លួនមានក្នុងនាមជានារីក្នុងសម័យថ្មីនេះអ្នកមិនចាំបាច់ទាមទារសិទ្ធិនិងឱកាសពីសង្គមនិងមនុស្សប្រុសទេប៉ុន្តែត្រូវកសាងខ្លួនឯងជាមុនសិនដើម្បីក្លាយជានារីដែលពេញដោយសក្តានុពលដែលសង្គមមិនអាចខ្វះបានហើយបរិសុទ្ធនឹងមើលឃើញពីតម្លៃរបស់អ្នកហើយអ្នកនឹងទទួលបានឱកាសគ្រប់យ៉ាងអ្វីដែលមិនអាចខ្វះបានគឺជាចំណេះវិជ្ជាស្ត្រីខ្លាំងបានតាមរយៈការបញ្ចូលនៅចំណេះដឹងក្នុងខ្លួនចំណេះដឹងនឹងធ្វើឲ្យយើងក្លាយជាស្ត្រីឬជាភរិយាដ៏ល្អនៅក្នុងគ្រួសារនិងក្នុងសង្គមហើយក្លាយជាអ្នកម្ដាយដ៏ល្អជាជំនួយការដ៏ល្អក្នុងគ្រួសារជាអ្នកប្រឹក្សានិងជួយដល់ស្វាមីមានជំហររឹងមាំក្នុងគ្រួសារទោះគ្មានវត្តមានរបស់បុរសក៏ដោយសរុបសេចក្តីមកក្នុងនាមជានារីមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តនិងមានសេរីភាពពេញលេញដូចជាបុរសដែរទោះបីជាគេកំណត់ថាជាភេទទន់ខ្សោយជាងបុរសក៏ដោយប៉ុន្តែនារីគ្រប់រូបត្រូវតែមានជំហរដ៏រឹងមាំសម្រាប់ខ្លួនឯងមានចំណេះដឹងនិងការអភិវឌ្ឍខ្លួនដូច្នេះចូលស្រឡាញ់ខ្លួនឯងឲ្យច្រើននារីមិនមែនមានសមត្ថភាពត្រឹមតែនៅផ្ទះនោះទេឬមិនមែនត្រឹមតែអាចមើលថែកូនឬបង្កើតកូនបាននោះទេនារីក៏អាចជាអ្នកដឹកនាំម្នាក់នារីក៏អាចជាអ្វីមួយតាមបំណងប្រាថ្នារបស់ខ្លួនប្រសិនបើនាងមានមហិច្ឆតាចង់ធ្វើអ្វីមួយដែលពិតប្រាកដនោះនារីអាចស្គាល់ពីបរិបទសង្គមនិងអាចរៀនបានខ្ពស់ហើយធ្វើការងារល្អនារីក៏អាចមានយោបល់និងគំនិតបានដូចជាបុរសដែរនារីកាន់តែអស្ចារ្យនៅពេលដែលនារីជាម្ដាយដ៏ល្អសម្រាប់គ្រួសារជាចុងក្រោយខ្ញុំមានសារខ្លីមួយចង់លើកទឹកចិត្តដល់នារីគ្រប់រូបត្រូវតែធ្វើជានារីដ៏ខ្លាំងក្លាដោយធម៌ពលដូច្នេះកូនស្រីរបស់អ្នកនឹងមានអ្នកជាម្ដាយដ៏ល្អជាគំរូនៅក្នុងដួងចិត្តរបស់គេហើយកូនប្រុសរបស់អ្នកនឹងដឹងថាគេត្រូវស្វែងរកឬជ្រើសរើសស្ត្រី
ដែលមានលក្ខណៈសម្បត្តិបែបណាអាចក្លាយជាភរិយារបស់គេនៅអនាគតដើម្បីកសាងជីវិតគ្រួសារមួយដ៏មានសុភមង្គលនិងរុងរឿងនៅក្នុងព្រះគម្ពីរព្រះជាម្ចាស់បានបង្រៀនយើងនៅក្នុងព្រះគម្ពីរអេផេសូជំពូក5ខ25ចំពោះបងប្អូនដែលមានប្រពន្ធវិញត្រូវស្រឡាញ់ភរិយាដោយព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំដែរព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់ក្រុមជំនុំហើយនៅក្នុងព្រះគម្ពីរសុភាសិតជំពូក31ខ10ខ12 28និង31បានចែងថាស្ត្រីគ្រប់លក្ខណៈកម្ររកបានណាស់នាងមានតម្លៃលើសជាងពេជ្រទៅទៀតស្វាមីទុកចិត្តលើនាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើននាងតែងតែផ្ដល់សុភមង្គលឲ្យស្វាមីអស់មួយជីវិតគឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយកូនរបស់នាងនាំគ្នាកោតសរសើរនាងរីឯស្វាមីរបស់នាងក៏លើកដំកើងនាងដែលពោលថាមានស្ត្រីជាច្រើនគ្រប់លក្ខតែនាងគ្រប់លក្ខលើសគេទាំងអស់រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្តរីឯសម្រស់ល្អស្អាតមិននៅស្ថិតទេរហូតទេមានតែស្ត្រីគោរពក៏ខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះដែលគួរឲ្យគោរពសរសើរនាងត្រូវតែទទួលផលពីកិច្ចការដែលនាងធ្វើហើយទទួលការកោតសរសើរពីមនុស្សទាំងអស់នៅក្នុងទីក្រុងសូមព្រះជាម្ចាស់យេស៊ូវគ្រីស្ទទ្រង់ប្រទានប្រពរនូវសេចក្តីសុខសាន្តភាពចម្រុងចម្រើននិងសុភមង្គលដល់ស្ត្រីគ្រប់រូបទូទាំងពិភពលោកយ៉ាងបរិបូរណ៍អាមែនសូមអរគុណសូមព្រះប្រទានពរ